សួស្តីបងប្អូនយើងទាំងអស់គ្នាដែលទស្សនាវីដេអូនេះអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយចង់បង្ហាញបងប្អូនយើងអញ្ចឹងបងប្អូនឃើញនៅក្រោយគឺដំណាំកស៊ូបងប្អូនអញ្ចឹងបងប្អូនយើងគាត់ដាំដីខ្សាច់កើតដែរបងប្អូនអើយមើលនេះដីខ្សាច់បងប្អូនម្នាក់ហើយគាត់ដាំកើតដែរបងប្អូនមើលប៉ុន្តែនេះពាក់ព័ន្ធការថែទាំហ្នឹងបងប្អូនវាដីអីក៏អាចដាំបានដែរតាមមើលនេះគាត់មួយដើមលងប៉ុណ្ណាណៃបងប្អូនម្នាក់អញ្ចឹងដំណាំកស៊ូបងប្អូនល្អបងប្អូនអញ្ចឹងបងប្អូនណាដែលមានដីច្រើននេះសាកដែរបងប្អូនគីឡូអាចកើតទៅណានេះដើមធំនេះតាអញ្ចឹងថែទាំតែមិនតិចដាក់ជីរៀងខ្លាំងតិចអាចបានជានេះមួយឆ្នាំពីរឆ្នាំអីទៀតណាអញ្ចឹងល្អបងប្អូនណាខ្ញុំកាត់ដីគេចុះកាត់ដីគេទៅពេលអញ្ចឹងថតបន្តិចបងប្អូនអញ្ចឹងខាងនេះក៏ដំណាំខាងនោះក៏ដំណាំហើយខាងមុខនោះក៏ដំណាំទៀតសិតតែកស៊ូបងប្អូនគាត់ដាំកើតហំបងប្អូនហើយស្លឹកឡើងខ្ចីញញទៀតណាមើលទៅល្អស្លឹកឡើងខ្ចីញញមើលនេះហើយដីខ្សាច់ចុះបងប្អូនមើលដីខ្សាច់ចុះកើតដែរចឹងវីដេអូនេះអត់មានអីច្រើនទេគ្រាន់ថាឆ្ងល់ដល់ថាដីខ្សាច់គាត់ដាំកើតដែរអញ្ចឹងណាចឹងបងប្អូនយើងណាដែលមានដីទុកចោលច្រើនសាក់ដែរហ្នឹងបងប្អូនគីឡូអាចកើតនេះតិចខ្ញុំតិចថាខ្ញុំភូតគឺដីខ្សាច់មែនបងប្អូននេះខ្សាច់មែនបងប្អូនឃើញទេខ្សាច់ដីរៀងខ្សាច់លបាយខ្មៅលេខគ្នាអញ្ចឹងថតមិនតិចទេបងប្អូនដោយសារខ្ញុំឆ្លងកាត់នឹងអញ្ចឹងហើយចាំមើលដីគេខាងមុខទៀតនោះក៏ប្រភេទដីខ្សាច់ដូចគ្នាដែរអញ្ចឹងបងប្អូនចាំមើលខ្ញុំស្គ្រូមវីដេអូបន្តិចឲ្យមើលនេះខាងមុខនេះក៏ដាំដូចគ្នាដែរបងប្អូនដីខ្សាច់សតបងប្អូនអើយកើតដែរបងប្អូនមើលដើមមកប៉ុណ្ណាណៃហើយខាងដីខាងនោះគេធ្វើស្រែទេចឹងបងប្អូនណាមានដីច្រើនអីអាចដាំទៅបងប្អូនអើយដំណាំកស៊ូមិនឲ្យដល់ថែទាំទៅដល់វាមិនរើសដីទេអាចដាក់បាននឹងអញ្ចឹងបងប្អូនឃើញនេះចកានៅមុខនេះក៏ខ្សាច់ដូចគ្នាដែរក៏ដីខ្សាច់ដូចគ្នាដែរអញ្ចឹងគេដាំកស៊ូកើតបងប្អូនមើលនឹងជុំវិញសិតតែកស៊ូបងប្អូនហើយអានោះដីគេដល់នោះទៀតមានសัตว์មានអីយំហើយខាងនោះគេធ្វើស្រែខាងនោះធ្វើស្រែបើខាងនេះគេដាក់ដាំកស៊ូកើតដែរបងប្អូនអញ្ចឹងវាសំខាន់លើការថែទាំហ្នឹងបងប្អូនបើយើងថែដិតដល់គឺវាអាចកើតដូចគ្នាអញ្ចឹងណាល្អដើមនឹងខ្ចីញញបងប្អូនអើយប្រជាជនយើងឆ្នាំនេះធ្វើសូវច្រើនណាបងប្អូនណាដុះល្អបងប្អូនហើយនោះមានកស៊ូដែរគេដាំនៅដីខ្សាច់ដាក់កើតបងប្អូនអើយមើលស្អាតណាបងប្អូនអើយដីខ្សាច់ដាំកើតដែរណាខាងនេះទៀតបងប្អូនអើយណាហើយទៅមុខនោះសូវល្អបងប្អូនអើយសូវចឹងសង្ឃឹមថាឆ្នាំនេះទទួលបានទិន្នផលច្រើនហើយតម្លៃថ្លៃគួរសមណាសង្ឃឹមយ៉ាងបងប្អូនសូវច្រើនមែនតែនមកប្រជាជនយើងធ្វើចាំនេះ